bà răng tha mình ban cắt tức đầy Campuchia Krong oi tới dùn tệ tí bảy dương châu chia sùng nua thà hay là vây ban chia pre mã sạch khmai mình tập tôi tiêm tìa tức đây Campuchia Krongពេលបារាំងកំពុងតែកាន់អំណាចពេលដែលបារាំងកំពុងតែត្រួតត្រាអានេះគឺជាសំណួរ3ណាអត្ថនាលីដែលយើងដាក់ជាចងល់ហើយវាជាមូលហេតុ Richard Orwell ដែលកម្ពុជាយើងនៅមានវត្តមានបច្ចុប្បន្នចំណុចទី4ខ្ញុំនឹងនិយាយអំពីមូលហេតុដែលកម្ពុជាយើងនៅមានវត្តមានបច្ចុប្បន្នឥឡូវទី1បារាំងកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនបើយោងតាមច្បាប់អន្តរជាតិការអះអាងឬការសរសេរឯកសារនេះគឺមិនខុសទេពីព្រោះច្បាប់អន្តរជាតិបានចែងថាដើម្បីបញ្ជៀសសង្គ្រាមបញ្ចប់សង្គ្រាមឈ្លានពានត្រូវពិភពលោកគោរពច្បាប់អន្តរជាតិគឺប្រទេសនីមួយត្រូវតែទទួលយកដែនដីដែលបន្សល់ដាវីដាកឹមដោយអាណានិគមបើសិនមិនទទួលយកប្រទេសនីមួយអត់ទទួលយកដែនដីដែលសល់ណាក្រោយសង្គ្រាមលោកនិងអាណានិគមនោះវានឹងមានសង្គ្រាមដណ្ដើមទឹកដីហើយប្រទេសមួយចំនួននឹងបាត់បង់ទៅប្រទេសខ្លាំងគីមនីសុតដូចជាប្រទេសរុស្ស៊ីគឺរំលោភឈ្លានពានអត់គោរពច្បាប់អន្តរជាតិទេដូច្នេះវាធ្វើសង្គ្រាមដណ្ដើមយកទឹកដីរបស់អ៊ុយក្រែនអានឹងគឺដូចកាលពី1000ឆ្នាំមុនព្រីតនៅប្រទេសខ្មែរក៏ដោយនៅប្រទេសចិនជាពិសេសខ្មែរយើងចូលចិត្តមើលរឿងចិនហ្នឹងអាណាខ្លាំងលេបអាតូចហ្នឹងទៅអាប្រទេសធំលេបអាខ្សោយហ្នឹងទៅអញ្ចឹងពិភពលោកគេចង់លុបបំបាត់អាធំលេបអាតូចអាខ្លាំងលេបអាខ្សោយអានេះតាមប្រទេសទាំងអស់នៅក្នុងពិភពលោកត្រូវទទួលយកព្រំដែនដីដែលបន្សល់ដោយអាណានិគមអញ្ចឹងដែនដីដែលបន្សល់ដោយអាណានិគមនេះគឺអាណានិគមនិយមបារាំងបានបន្សល់ទឹកដីកៅមនីពៅ 181,035 ឲ្យយើងអញ្ចឹងតាមច្បាប់អន្តរជាតិកម្ពុជាមានតែប៉ុណ្ណឹងទេណាកម្ពុជាមានតែប៉ុណ្ណឹងទេអានេះគឺជាចំណុចទី1ចំណុចទី2បារាំងថាមិនដែលកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនទេស្នាចូលតែរវាងបារាំងកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួននិងបារាំងមិនកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនតើមួយណាត្រូវទី2ខ្ញុំនិយាយតែនេះហ្វាវិជាបារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនទេគ្រាន់តែប្រគល់ទឹកដីដែលខ្លួនបានដណ្ដើមពីយួនឲ្យទៅយួនវិញតែប៉ុណ្ណោះអានេះបើយោងតាមការបកស្រាយរបស់បារាំងហើយបារាំងនៅតែរក្សាការបកស្រាយដដែលហេតុអីនៅក្នុងប្រវត្តិសាស្ត្រពេលដែលស្ដេចអង្គឌួងនៅសោយរាជអ្នកចន្ទរិទ្យាកុំសសុនតារាបារាំងបានត្រួតត្រាប្រទេសវៀតណាមវ៉ាន់នីម៉ាក់រួចទៅហើយមានន័យថាបារាំងដាក់នឹងត្រួតត្រានៅក្នុងប្រទេសវៀតណាមមិនមែនវៀតណាមហៅមកត្រួតត្រាទេគឺជាការឈ្លានពានវាយកាន់កាប់ប្រទេសនឹងតែម្ដងជាការសង្គ្រាមអាណានិគមវាយកាន់កាប់ប្រទេសនោះពេលឮដំណឹងថាបារាំងមកកាន់កាប់ស្រុកយួនស្ដេចអង្គឌួងគិតថាកម្ពុជានឹងបាត់រូបដូច្នេះត្រូវចាត់ទូតឲ្យទៅពឹងបារាំងតែបរាជ័យត្រូវសៀមសម្លាប់ឬក៏បែកការសៀមចាត់វិធានការពីព្រោះបើបារាំងមកដាក់អាណានិគមនៅលើទឹកដីកម្ពុជាហ៊ុនម៉ាណែលណាហ៊ុនណែតនោះគឺសៀមមិនអាចលាបត្របាក់ទឹកដីកម្ពុជាបានទេពីព្រោះតែបារាំងប្រើកាភ្លើងសៀមប្រើកាភ្លុះពេលនោះបរាជ័យរហូតដល់ក្រោយមកទៀតស្ដេចអង្គឌួងសោយទីបង្គត់ទៅក៏បងប្អូនទៅមើលប្រវត្តិសាស្ត្រខ្មែរអ្វីដែលសូនតារានិយាយនេះណារំមេតាអូន
ទៅលួចពឹងបារាំងបានជោគជ័យបារាំងក៏ដាក់អាណានិគមនៅលើទឹកដីកម្ពុជាសុខសុបិនដូច្នេះពេលដែលចប់អាណានិគមបារាំងបានប្រគល់បារាំងនិយាយថាទឹកដីកម្ពុជាក្រោមខ្លួនមិនបានវាយដណ្ដើមពីខ្មែរទេគឺខ្លួនបានវាយត្រួតត្រាដណ្ដើមពីយួនដូច្នេះពេលដែលចប់អាណានិគមគឺបារាំងត្រូវដកទ័ពប្រគល់អាដីនឹងឲ្យទៅយួនវិញណែអញ្ចឹងមានន័យថាទឹកដីកម្ពុជាក្រោមចាប់តាំងពីស្ដេចជ័យជេដ្ឋាទី2មកបានបាត់បង់ឯករាជ្យនៅសល់តែជាទឹកដីកម្ពុជាប៉ុន្តែក្រោមការត្រួតត្រារបស់យួនបានបញ្ចូលជនជាតិនិងការត្រួតត្រារបស់វាពេញទឹកដីកម្ពុជាក្រោមបាត់ហើយអញ្ចឹងពេលដែលបារាំងមកត្រួតត្រាកម្ពុជាក្រោមបារាំងបានវាយដណ្ដើមពីយួនត្រួតត្រាពេលដែលបារាំងត្រឡប់ទៅវិញបារាំងបានប្រគល់អាទឹកដីហ្នឹងឲ្យទៅណាយួនវិញអានេះចឹងបានយើងចោទជាសំណួរសួរថាតើមួយណាត្រឹមត្រូវមួយណាមិនត្រឹមត្រូវបើសម្រាប់ខ្ញុំណាអាទី2ត្រឹមត្រូវជាងអាទី2ត្រឹមត្រូវជាងមានន័យថាម៉េចមានន័យថាអញ្ចេះបងប្អូនការបកស្រាយរបស់ខ្ញុំបើយើងខ្លាំងអានេះភាសាអ្នកខ្លាំងបកស្រាយបើភាសាអ្នកខ្សោយបកស្រាយយើងបកអីក៏អត់ទៅរួចដែរប៉ុន្តែបើយើងខ្លាំងទៅខ្ញុំនឹងជាចិនខ្ញុំជាអាមេរិកបកស្រាយនេះត្រូវខ្ញុំជាជប៉ុនខ្ញុំជានៅរុស្ស៊ីហ៊ុយវីបារាំងនិយាយច្បាស់ហើយថាខ្លួនមិនបានប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅវៀតណាមទេគ្រាន់តែពេលដែលខ្លួនចូលមកប្រទេសវៀតណាមបានវាយជាមួយវៀតណាមដណ្ដើមកាន់កាប់ទឹកដីកម្ពុជាក្រោមពេលដែលខ្លួនត្រឡប់ទៅវិញខ្លួនបានប្រគល់របស់ដែលខ្លួនបានដណ្ដើមនឹងឲ្យទៅវិញណាអញ្ចឹងមានន័យថាម៉េចមានន័យថាអញ្ចេះទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីរបស់ខ្មែរដដែលអានេះបើនិយាយជាភាសាអ្នកខ្លាំងហើយបើយើងបើសិនជាអត់យោងតាមច្បាប់អន្តរជាតិស្វណ្ណរាគ្រាន់តែថាទឹកដីកម្ពុជាក្រោមពីមុនគឺជាទឹកដីខ្មែរដែលត្រួតត្រាដោយវៀតណាមក្រោយមកជាទឹកដីខ្មែរដែលត្រួតត្រាដោយបារាំងយើងមិនទៅទឹកដីខ្មែរដដែលទេតើពេលនេះមកយោងតាមបារាំងណាបងប្អូនទីស្ដាប់តែនឹងអត់យល់ណាពូឌីសទួលសង្កែណាមានន័យថាកម្ពុជាក្រោមមិនមែនជាទឹកដីរបស់វៀតណាមទេវាគឺជាទឹកដីខ្មែរដែលវៀតណាមមកកាន់កាប់ដល់ទៅពេលបារាំងវាវាយវៀតណាមដើម្បីកាន់កាប់ទឹកដីហ្នឹងអាហ្នឹងដូចថាដូចឡានទៅឡានសូនតារាឡានសូនតារាហ្នឹងត្រូវចោលកាន់កាប់មិនមែនរបស់ចោលទេណាប៉ុន្តែស្រាប់តែមានអាចោលមួយទៀតណោះវាមកកាន់កាប់ឡានហ្នឹងវាវាយអាចោលមួយទៀតទៅតាមកាន់កាប់ឡានតែឡានរបស់សូនតារាដដែលសុខវិសិទ្ធដល់ទៅវាត្រឡប់ទៅវិញវាឲ្យអាឡានហ្នឹងទៅអាអ្នកដែលវាវាយកាន់កាប់អញ្ចឹងដូចគ្នាបងប្អូននៅរាហៀងទឹកដីកម្ពុជាក្រោមបើយោងតាមបារាំងគឺនៅតែជាទឹកដីខ្មែរដដែលគ្រាន់តែថាពីមុនវាគឺជាទឹកដីខ្មែរត្រួតត្រាក្រោមអាណានិគមយួនក្រោមអាណានិគមយួនព្រោះស្ដេចជ័យជេដ្ឋាមានបានកាត់ឲ្យណាស្ដេចជ័យជេដ្ឋាគាត់ទៅឲ្យខ្ចីហាត់ទ័ពវឹកទ័ពទៅតើពូយេចគាត់ទៅឲ្យខ្ចីធ្វើកសិកម្មស្បៀងដើម្បីវាយជាមួយចិនតើព្រោះធ្វើម៉េចឲ្យក្មេងមិនហ្នឹងប្រពន្ធពឹងឲ្យក្មេងត្រូវជួយឲ្យក្មេងទៅតើបូណាស្ដេចជ័យជេដ្ឋាមិនបានកាត់ទឹកដីកម្ពុជាក្រោមយួនទេនិយាយច្បាស់ស្ដេចជ័យជេដ្ឋាសកុនតរីគឺឲ្យក្មេងខ្ចីហាត់ទ័ពនិងកសិកម្មដើម្បីចិញ្ចឹមសេដ្ឋកិច្ចវាយជាមួយចិនប៉ុន្តែសំខាន់ណាស់នោះខ្ចីវាមិនព្រមសងដល់តែពេលបារាំងមកបារាំងវាវាយទៅតាមពីរបស់ហ្នឹងអញ្ចឹងបាទមានន័យថាទឹកដីខ្មែរដែលក្រោមអាណានិគមយួនវាទៅជាទឹកដីខ្មែរក្រោមអាណានិគមវៀតណាមក្រោមអាណានិគមបារាំងពេលដែលបារាំងត្រឡប់ទៅវិញអានោះវានៅតែទឹកដីខ្មែរក្រោមអាណានិគមយួនដែរប៉ុន្តែដោយសារតែចំណុចទី3សំខាន់ទៀតឃើញទេអានេះបងប្អូនយល់តើណែចំណុចទី3
ជាសំណួរដែលខ្ញុំលើកឡើងបាញ់មិញបងប្អូនចាំថាឆ្ងល់ចិនដាខំខ្ញុំឆ្ងល់ថាហេតុអីបានជាកម្ពុជាយើងក្នុងអំឡុងពេលដែលបារាំងកំពុងតែត្រួតត្រាណាមិនទៀមទាយកទឹកដីកម្ពុជាក្រោមណាខ្ញុំឆ្ងល់ណាស់មិនក៏មិនទៀមទាយកទឹកដីកម្ពុជាក្រោមមិនក៏មិនប្រាប់បារាំងមិនក៏មិនធម្មតាមិនងាយមានឱកាសទេបងប្អូនណាទឹកដីបានមកធ្វើសង្គ្រាមបារាំងដាក់អាណានិគមហើយខ្ញុំអត់បានមានឯកសារណាមួយដែលបញ្ជាក់ថាបកូនណាចំនួនមុនហ្នឹងមិនមែនចំនួនសេអនុទេចំនួនពេលដែលបារាំងដាក់ភ្លាមត្រូវប្រាប់ថាអានឹងទឹកដីខ្មែរយ៉ាងហោចណាស់គូបារាំងទៅហ្នឹងណាវាមានអំណាចយ៉ាងហោចទៅក៏វាកាត់5ខេត្តអីមកដែរបងប្អូនណាវានេះគីតូវាកុំឲ្យតលងមូលពេកហើយយើងក៏យើងបានមកភាកដែរខ្មែរយើងក៏និយាយចិត្តទៅវិញសុំទោសមានពេលខ្លះណាយើងមិនថាទេវាយើងនិយាយថាសំនៅរលាយទឹកដីមែនបងប្អូនណាដូចជាថាទេវតាបង្កើតមនុស្សមកដូចថាគិតតែពីប៉ាក់ស៊ីជ្រៀងរំសបាយអត់មានគិតថាទឹកដីនឹងវារីកទឹកដីបាត់ទេសំតែសុំតែគេសុំគេសុកលើកលែងតែអានឹងបរិយាកាសសុកបងប្អូនដូចខ្ញុំថាកុំបន្លាចមនុស្សឲ្យខ្លាចសង្គ្រាមណាលៀបសូហ្វីបើសិនបរទេសជុំវិញខ្លួនយើងនឹងវាសុទ្ធតែជាជាក់មិនទេយើងត្រូវខ្លួនយើងខ្លាំងបើអត់ទេអានឹងវាលេបជុំវិញនឹងលេបខ្ទេចណាអានេះបងប្អូនខ្ញុំយល់ឃើញថាបើសិនជាជំនាន់អាណានិគមនិយមបារាំងមេដឹកនាំខ្មែរនាំគ្នាកុំប្រឆាំងជាមួយបារាំងប៉ុន្តែត្រូវទៅបញ្ចុះបញ្ចូលបារាំងឲ្យទៀមទាទឹកដីកម្ពុជាក្រោមហើយនឹងខេត្តខ្មែរប្រខេត្តខ្មែរបារាំងយកបានវិញខ្លះនៅថៃដាក់ដុំត្រួតត្រាដូចជាបាត់ដបងណាដាំខៅកំពង់ធំសៀមរាបអានោះបារាំងទៅយកបានវិញចឹងមិនជាយើងច្បាប់អន្តរជាតិបន្សល់នៅដែនដីអាណានិគមសិទ្ធិសញ្ញាបារាំងស៊ីមដែលខ្ញុំនឹងនិយាយបន្តិចទៀតនេះចំណុចនេះចំណុចចុងក្រោយខ្ញុំនៅតែអរគុណបារាំងបងប្អូនពិចារណាមើលទន្លេមេគង្គជាព្រំដែនរួមខាងលិចជាទឹកដីថៃមានចាប់ក្រុងភ្នំពេញមកទឹកដីថៃខាងកើតចាប់ពីអ្នកលឿងទៅនេះគឺជាទឹកដីយួនណាកំពង់ចាមមកកណាត់ក្តាប់ខេត្តត្បូងឃ្មុំនេះទឹកដីរបស់យួនណាប៉ុន្តែស្ដេចអង្គឌួងគាត់នឹកឃើញបងប្អូនណាគាត់នឹកឃើញរឿងហ្នឹងណាអញ្ចឹងបានមានន័យថាខ្មែរយើងត្រូវតែមានអ្នកមិនចេះច្បាំងប៉ុន្តែគំនិតស្ដេចអង្គឌួងខ្លាំងណាគំនិតស្ដេចអង្គឌួងខ្លាំងណាបើ